ន័យថាបណ្ដឹងរដ្ឋវិន័យចែកចេញជាប្រមាណប្រភេទហើយមានគោលបំណងអ្វីខ្លះបណ្ដឹងរដ្ឋវិន័យគឺចែកចេញជា3ប្រភេទគឺទី1បណ្ដឹងទាមទារឲ្យផ្ដល់តវកាលឹកគឺជាបណ្ដឹងដើម្បីទាមទារឲ្យចុងចម្លើយប្រគល់វត្ថុអ្វីមួយឬក៏បង់ប្រាក់ឬក៏ឲ្យធ្វើសកម្មភាពឬក៏មិនធ្វើអ្វីមួយទី2បណ្ដឹងទាមទារឲ្យបញ្ជាក់មានន័យថាគឺជាបណ្ដឹងដើម្បីបញ្ជាក់អំពីអត្ថិភាពឬក៏ណត្តិភាពនៃសិទ្ធិឬក៏ទំនាក់ទំនងគតិយុត្តទី3បណ្ដឹងទាមទារឲ្យបង្កើតកែប្រែឬរំលត់ទំនាក់ទំនងគតិយុត្តគឺជាបណ្ដឹងដើម្បីបង្កើតជាថ្មីនៅទំនាក់ទំនងគតិយុត្តដែលច្បាប់បានកំណត់ចំពោះបណ្ដឹងទាំង3ត្រូវធ្វើតាមទម្រង់ច្បាប់ក្នុងករណីដែលមិនបានគោរពទៅតាមទម្រង់ច្បាប់ដូច្នេះចៅក្រមគាត់មានសិទ្ធិក្នុងការសម្រេចដើម្បីលើកចោលពីបណ្ដឹងដោយការចេញដោយការសម្រេច